ថៃប្រកាសផែនការចុះបញ្ជីតំបន់បុរាណតាមព្រំដែនជាមួយកម្ពុជាបង្កការព្រួយបារម្ភអំពីអធិបតេយ្យភាពក្រសួងវប្បធម៌ថៃនៅថ្ងៃទី23ខែមេសាឆ្នាំ2021បានប្រកាសផែនការធំមួយដើម្បីចាប់ផ្ដើមរៀបចំចុះបញ្ជីតំបន់បុរាណជាង300កន្លែងតាមបណ្ដោយព្រំដែនជាប់កម្ពុជាដើម្បីបញ្ចូលជាបេតិកភណ្ឌជាតិរបស់ខ្លួនក្នុងចំណោមនោះមានប្រាសាទតាក្របីដែលមានអាយុកាលប្រមាណ 1000 ឆ្នាំនិងស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាយោងតាមប្រភពព័ត៌មានរដ្ឋមន្ត្រីវប្បធម៌ថៃបានបញ្ជាក់ថាផែនការនេះរួមមានការអង្កេតវាស់វែងជួសជុលនិងកែលម្អប្រាសាទនិងហេដ្ឋារចនាសម្ព័ន្ធជុំវិញប្រាសាទតាក្របីត្រូវបានដាក់ជាអាទិភាពដោយគ្រោងចាប់ផ្ដើមការងារពេញលេញនៅឆ្នាំ2027និងអាចចំណាយពេលប្រមាណ2ឆ្នាំក្នុងអំឡុងពេលអនុវត្តថៃគ្រោងនឹងចុះបញ្ជីប្រាសាទទាំងនេះជាបេតិកភណ្ឌជាតិប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាតំបន់ណាខ្លះនឹងត្រូវរួមបញ្ចូលបន្ថែមទាំងប្រាសាទតាមានធំផងការអនុវត្តផែនការនេះកើតឡើងក្រោយពីមានសកម្មភាពជាបន្តបន្ទាប់របស់ថៃនៅតំបន់ព្រំដែនដែលរួមមានប្រាសាទតាក្របីប្រាសាទតាមាននិងតំបន់ភ្នំ333ភាគីកម្ពុជាបានចោទប្រកាន់ថាសកម្មភាពទាំងនេះជាការរំលោភលើអធិបតេយ្យភាពនិងផ្ទុយនឹងច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីកាលពីថ្ងៃទី22ខែមេសាឆ្នាំ2026ក្រសួងធម្មការនិងសាសនានិងក្រសួងវប្បធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាទៅកាន់ភាគីថៃពាក់ព័ន្ធនឹងការរៀបចំពិធីសាសនានិងសកម្មភាពផ្សេងៗនៅប្រាសាទតាក្របីក្រសួងទាំងពួងបានចាត់ទុកថានេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែនដីកម្ពុជាទោះជាយ៉ាងណាភាគីថៃមិនបានបញ្ឈប់សកម្មភាពទាំងនេះទេហើយបានបញ្ជាក់ថាគ្រោងនឹងបើកតំបន់ប្រាសាទជាប់ព្រំដែនទាំងនេះជាទីតាំងសិក្សានិងទីសក្ការៈ